ថ្ងៃដំបូងនៃការដាច់ភ្លើងទូទាំងពិភពលោកសិស្សានុសិស្សនិងបុគ្គលិកគ្រប់រូបគ្នាត្រេកអរនិងរំលែកយ៉ាងសប្បាយរីករាយបំផុតថ្ងៃទី3នៃការដាច់ភ្លើងទូទាំងពិភពលោកសារទំនើបមានមនុស្សទំនិញត្រូវបានគេដណ្ដើមគ្នាទិញរហូតដល់ពួកគេអាចញ៉ាំអាហារពេលល្ងាចក្រោមពន្លឺទៀននៃការដាច់ភ្លើងរោងចក្រទឹកបានកាត់ផ្តាច់ការផ្គត់ផ្គង់ដល់ទីក្រុងទាំងមូលត្រូវចាំងនៅក្នុងផ្ទះបាយពោពេញទៅដោយរយសាធារណៈវិញគឺពោពេញទៅដោយលាមកដោយភ្នំនិងមាននៅពេលនេះប្រជាជនចាប់ផ្ដើមមានការភ័យស្លន់សម្រាប់ទៅធនាគារភ្លាមដើម្បីដកប្រាក់សន្សំរបស់ខ្លួនដើម្បីស្វែងរកផ្លូវរស់ដែលមានជីវិតសុខចិត្តត្រឹមតែ10លុយមិនបានប៉ុណ្ណោះទេថែមទាំងត្រូវគេវារហូតដល់ហូតចាក់ចេញទៅវិញទាំងទឹកមុខស្រពោនទី7នៃការដាច់ភ្លើងផ្លូវដែលធ្លាប់តែមានឡានម៉ូតូពេលនេះក្លាយជាស្ងាត់ជ្រុងគ្មានមនុស្សនៅក្នុងទីក្រុងក៏បាននាំគ្នាចាក់ចេញពីទីនេះជារៀងខ្លួននាំក្រុមគ្រួសារត្រឡប់ទៅដើម្បីទៅជ្រកកោនជាមួយស្ត្រីមានផ្ទៃឡើងចំចង់ទៅបន្តជីវភាពស្មានមិនដល់ថាយន្តហោះក៏ជប់ហោះដែរសម្លឹងមើលជនភៀសខ្លួននៅតាមមានអារម្មណ៍សំណាងដែលខ្លួនបានយន្តដើម្បីទិញកង់មួយគ្រឿងពេលកាត់តាមកន្លែងលក់ទឹកមួយ10ឡើងថ្លៃកប់ពុកមិននឹកស្មានថាវាលក់ដល់ទៅជាមួយមិនបានសូមជាអ្នកលក់ជាអាជីវកម្មអ្នកដែលអីនៅកន្លែងបន្ទប់ទឹកមួយ10ឡើងថ្លៃដល់ពី000មកគឺពី500យន់ឪពុកគ្មានជំរឿអ្វីក្រៅពីជប់ឡើយក្នុងគ្រាដ៏សំខាន់ម្ដាយបានចេញមកខកថ្លៃមកត្រឹម500យន់ចុងក្រោយក៏ទិញយកទឹកទាំងអស់នោះប៉ុន្តែកូនស្រីនៅតែរើសម្ហូបដល់បានបោះសណ្ដែកក្រហមចោលទាំងអស់ដោយមិនដឹងខ្លួនតតែសោះថាប៉ុន្មានថ្ងៃក្រោយដល់ថ្នាក់ដណ្ដើមគ្នាស៊ីសំបីតែយស្មាពេលនោះកូនប្រុសស្រាប់តែប្រទះឃើញថាមានប្រជាពលរដ្ឋនាំគ្នាចាប់ត្រីលំអកក្នុងស្រះមកស៊ីបាត់ទៅហើយនៅក្បែរនោះមានព្យួរត្រីងៀតមួយខ្សែច្បាស់ណាស់ទាំងអស់នេះគឺជាស្នាដៃរបស់គាត់សំណាក់ដ៏កំសត់នៅពេលយប់គឺមិនខុសពីហាងកាប់ដើមតែមនុស្សម្នាក់អស់ដល់ទៅ13មនុស្ស4នាក់អស់5200តគេនៅត្រូវការកង់មួយទៀតសម្រាប់ឲ្យម្ដាយជីចំណែកឯហាងលក់អង្គដែលដូរកង់វិញមានមនុស្សតម្រង់ថៅកែស្រីក្នុងហាងនោះច្បាស់ណាស់ថាមិនមែនជាមនុស្សធម្មតានោះទេមានពូកែខាងកាសាដូរបានអង្គបន្តិចបន្តួចនេះបរិសុទ្ធចំណាស់មិនហ៊ានហៅបនវាយខ្លួនដែលចេញសេដ្ឋីបានដោះនាឡិការ៉ូលេចចេញដើម្បីសុំដូរយកអង្គមួយចាស់ស្រីនិយាយថារបស់កំពេចកំពុកនេះមិនបានកាត់ទេសេដ្ឋីក៏ដកសាឡានមេសរេចេញមកហើយនិយាយថានេះជាស៊េរីថ្មីប្រចាំឆ្នាំតែទិញថ្មីនៅមានទៀតអាណូនីបកឯណាក៏មិនបានដែរហើយអ្វីខ្ញុំមិនមានស្ត្រីអភិជនដែលស្លៀកអាវខ្សែតូចនៅខាងក្រៅបានចាក់ចេញទាំងការដាច់ចរន្តអគ្គិសនីទូទាំងពិភពលោកនេះរលែកបានខ្លាចជាគំនោសម្រាប់ម្ដាយបានប្រើទឹកបរិសុទ្ធ1ដបនិងស្រា2ដបដើម្បីដូរយកអង្គនិងកង់របស់ថៅកែស្រីគ្រួសារដែលមានសមាជិក4នាក់បានបន្តដុល្លារបង់ប្រាក់លេងមានអ្នកយាមកម្មទៀតហើយបន្ទាប់ពីឡើងលើផ្លូវល្បឿនលឿនពួកគេកាន់តែមានការតក់ស្លុតចំពោះទស្សនវិជ្ជាផ្លូវល្បឿនលឿនពោពេញទៅដោយអ្នកថ្មើរជើងដែលកំពុងរត់អ្នកខ្លះរុញរទេះអ្នកខ្លះជិះស្គីក្ដារហើយអ្នកខ្លះទៀតជិះស្បែកជើងចំណែកពួកគេដែលជិះកង់បានខ្លាចជាអ្នកដែលលេចធ្លោជាងគេភាពស្កប់ស្កល់ក៏បានកើតឡើងតាមរយៈការវិនិយោគប៉ុន្មានគ្រួសារនេះបានទៅដល់កន្លែងចុះគូហើយវាថាតំបន់ជនភៀសខ្លួននោះទេកន្លែងសម្រាប់គេងឡើយក៏បានរំខ្លួននឹងបាវរួចដេកកង់ពេញមួយយន្តណាទៅដឹងថាបែរជាមានចោរតូចម្នាក់មកលួចទឹកទៅវិញបានដេញតាមរហូតប៉ុន្តែបានរកម្នាក់នោះយកទឹកគឺដើម្បីឆុងទឹកដោះគោឲ្យទីរោទឹកចិត្តសប្បុរសបានកើតឡើងក្នុងចិត្តមួយរំពេចបានដាក់ដំបងចុះហើយងាកក្រោយដើរចេញទៅដោយស្ងៀមស្ងាត់បន្ទាប់មានមនុស្សខ្វាក់4នាក់អង្គុយក្បែរផ្លូវរួមក្រំដីដើម្បីឆ្លៀតត្រីចំណាស់ម្នាក់ដល់សេវាកម្មនាំផ្លូវកាត់ផ្លូវរួមក្រំដីបានតបវិញដោយមើលងាយថាវាមិនមែនគ្រាន់តែជាផ្លូវតែដើមទេគឺបានតបមកក៏ស្ទុះចូលទៅក្នុងផ្លូវរួមក្រំដីចំណាស់មិនប្រញាប់ប្រញាល់តទៅជាអ្វីគ្រប់យ៉ាងស្ថិតក្នុងការព្យាករទុកចិត្តមិនហើយមិនយូរប៉ុន្មានគ្រួសារនោះក៏ត្រូវផ្លូវរួមក្រំដីដែលងឹតឈឹងបើមិនបុកឡានទេក៏កិនសាកសពដែរចុងក្រោយក៏ត្រឡប់មកវិញដោយស្ដាប់បង្គាប់ហើយដោះដូរដោយទឹកមួយត្រីចំណាស់បាននាំពួកគេចេញពីផ្លូវបន្ទាប់ពីបានមេរៀនបន្តិចសារនោះបានសម្រាប់បន្តិចនៅក្បែរមាត់ស្ទឹងបកខោអោសអុយរួចរាល់ឪពុកផឹកទឹកដប់ចុងក្រោយអស់ហើយតែនៅតែមិនបាត់ស្រីដូច្នេះហើយគាត់មិនស្ដាប់ការខាត់របស់ម្ដាយក៏ក្បង់ទឹកផឹកតែម្ដងស៊ីវ័យប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏ទ្រាំមិនបានចាប់ផ្ដើមរៀបដូចព្យុះបោកបន្ទាប់មកគ្រប់ទីកន្លែងពោពេញដោយគាត់ប្រើបានពុកទេជើគូបានសាំអស់ហើយសម្បកកង់របូតចេញហើយកង់ក៏ត្រូវមុតធ្លីដែរវ៉ែនតារបស់ម្ដាយបានបែកខាងអ្វីដែលកាន់តែអាក្រក់នោះគឺកន្លះបោដែលនៅសល់ក៏សាំជប់អស់ដែរលើកនេះចប់សពគ្រប់ហើយឪពុកដែលអស់សង្ឃឹមខឹងខ្លាំងរហូតដល់សន្លប់បាត់ស្មារតីសំណាងល្អដែលម្ដាយបានមើលឃើញយ៉ាងដល់អូនស្រីនាំគ្នាចូលទៅក្នុងស្រឿងដំបងដែលត្រូវធ្វើគឺស្វែងរកសារទំនើបប្រុសរកឃើញកៅបិទយ៉ាងជាប់មួយទីអូនស្រីហាក់ដូចជារកឃើញរបស់ឆ្ងាញ់ញ៉ាំទើបបង្ហាញទឹកមុខសប្បាយចិត្តនឹងចំណេញច្បាស់ឡើងបងកូនប្រុសបានលើកទឹកអាគុយមកបើករួចចាក់ចូលមាត់ព្រោះគេធ្លាប់រៀននៅក្នុងសៀវភៅពុំថាទឹកអាគុយគឺជាទឹកចម្រោះពួកគេបានយកស្បៀងត្រឡប់ទៅវិញឪពុកដែលមិនបានការនៅតែខំខុំឈើបង្កាត់ភ្លើងតែស្ទើរតែរលត់អស់ទៅហើយមកចុះលោកឲ្យរហូតដល់ពួកគេស៊ូបានជាងកន្លះខែទីបំផុតពួកគេបានមកដល់ទីក្រុងតែនៅទីនេះក៏គ្មានអគ្គិសនីអ្វីដែលសំណាងនោះមានគេកំពុងចែកអាហារនៅមុខអាងចិញ្ចឹមត្រីក្តាមដែលធ្លាប់តែសម្រាប់មើលក៏ខ្លាចជាអាហារសមុទ្រដ៏ឆ្ងាញ់តែដល់វេនពួកគេអាហារក៏ត្រូវបានគេយកអស់ល្មមឪពុកដែលធ្លាប់តែប្រកាន់ខ្លួនស្រាប់តែលុតជង្គង់អង្គប្រកបអស់គឺអស់ហើយថ្ងៃទី67នៃការដាច់ចរន្តបានដាច់បាយអស់រយៈពេល5ថ្ងៃ5យប់ហើយទាំងលេបទឹកមាត់ដាក់ដង្កូវនាងពណ៌ក្រហមនៅតាមចិញ្ចើមផ្លូវទៀតគាត់មិនខ្វល់អ្វីច្រើនទៀតទេបិទភ្នែកចាប់វារៀបនិងដាក់ចូលក្នុងមាត់នឹកស្មានមិនដល់ថាសំឡេងជ្រូកស្រែកបានមកកាត់ចង្វាក់គាត់ស្មានថាវាជាការយល់ច្រឡំដោយសារតែឃ្លានតែពេលងើបមុខមើលទៅស្រាប់តែឃើញជ្រូកធាត់មួយក្បាលនៅក្នុងវាលស្រែគាត់ក៏ប្រញាប់ស្ទុះទៅមុខចំណែកឯម្ដាយក៏កាន់ខ្សែដេញតាមពីក្រោយដែរគ្រួសារដែលកំពុងតែដាច់បាយយ៉ាងខ្លាំងបានរត់ដេញតាមជ្រូកនោះយ៉ាងស្រាក់ស្រាមនេះពិតជាអាហារពេលល្ងាចដ៏សម្បូរបែបមិនខានទោះជាយ៉ាងណាមនុស្ស4នាក់បានឡំពាត់ស្ទាក់ផ្លូវពុកថែមទាំងជីកពីលើខ្នងជ្រូកផ្ទាល់តែម្ដងព្យាយាមសង្កត់វាឲ្យដួលតែជ្រូកនោះក៏រើបំរះរួចពីគាត់យ៉ាងលឿនបន្ទាប់មកហាក់ដូចជាមានបំណងវាបាននាំគ្រួសារនោះរត់ដេញតាមជារង្វង់នៅពេលដែលអ្នករាល់គ្នាកំពុងតែអស់សង្ឃឹមប្រហែលជាជ្រូកនោះមានចិត្តអាណិតវាប្រកាសជាចង់ខ្លួនឯងបញ្ជូនទៅកាន់លោកខាងគ្រួសារទាំងមូលមានសេចក្តីត្រេកអរជាខ្លាំងទីបំផុតមិនចាំបាច់ទ្រាំអត់ឃ្លានទៀតទេប៉ុន្តែបញ្ហាប្រឈមថ្មីមួយទៀតបានមកដល់ពួកគេដែលធ្លាប់តែរស់នៅក្នុងទីក្រុងរហូតមកមិនចេះធ្វើសាច់ជ្រូកញ៉ាំតតែសោះទាំងមូលហុចកាំបិតឲ្យគ្នាទៅវិញទៅមកតែគ្មាននរណាម្នាក់ដែលចិត្តធ្វើតែនៅពេលដែលកូនប្រុសដាច់ចិត្តលើកាំបិតឡើងស្រាប់តែមានលោកតាម្នាក់បានខាត់គាត់លោកតាបានយកកាំបិតមកចាក់ឈាមជ្រូកយ៉ាងស្ទាត់ជំនាញគ្រួសារទាំងមូលប្រៀបដូចជាក្មេងដែលធ្វើខុសមិនហ៊ានសំបីតែដកដង្ហើមខ្លាំងនឹកស្មានមិនដល់ថាលោកតាបាននាំទាំងមនុស្សនាំពួកគេទាំងអស់ត្រឡប់ទៅផ្ទះវិញពួកគេអស់កម្លាំងល្វើយទៅហើយស្មានថាច្បាស់ជាត្រូវគេយកទៅឃុំក្នុងបន្ទប់ពង្និតមិនខានតែនឹកស្មានមិនដល់ថាពេលមកដល់ផ្ទះបានហៅពួកគេឲ្យផឹកទឹកអណ្ដូងសិនពួកគេបានផឹកយ៉ាងស្រេកឃ្លានបំផុតបន្ទាប់មកលោកតាក៏បានរៀបចំអាហារពេលល្ងាចឲ្យពួកគេបីជាវាគ្រាន់តែជាម្ហូបប្រសក់សាមញ្ញតែសម្រាប់គ្រួសារមួយដែលមិនបានញ៉ាំឆ្អែតជាយូរមកហើយវាគឺជាអាហារដ៏ឆ្ងាញ់ទៅហើយបន្ទាប់មកលោកតាថែមទាំងបានយកសាច់ជ្រូកខ្វៃចេញមកទីមនុស្សពីរបីនាក់បានចាប់យកមកខាំញ៉ាំពីដែលធ្លាប់តែប្រកាន់មុខមាត់ក៏លែងខ្វល់ពីកិត្តិយសទៀតដែរកូនស្រីពេញញ៉ាំបណ្ដាយំបណ្ដាគាត់មិនដែលនឹកស្មានថារសជាតិនៃសាច់អាចធ្វើឲ្យមនុស្សស្រក់ទឹកភ្នែកបានឡើយក្នុងអំឡុងពេល2ខែនៃការដាច់ចរន្តអគ្គិសនីទូទាំងពិភពលោកជនបត់មិនបានរងផលប៉ះពាល់តតែសោះលោកតាបានសម្រេចចិត្តទទួលយកគ្រួសារនេះឲ្យ
តែក្នុងលក្ខខណ្ឌថាពួកគេត្រូវតែជួយធ្វើការងាររកសេកម្មបន្ទាប់ពីបានញ៉ាំឆ្អែតឆ្អន់គ្រួសារនេះប្រកាសជាមិនបដិសេធឡើយដំបូងពួកគេបានរៀនតាមលោកតាក្នុងការវះកាត់សាច់ជ្រូកបន្ទាប់មកក៏រោយអំបិលគ្រាប់ធំដើម្បីផ្អាប់ទុកលុះដល់ពេលយប់ពួកគេថែមទាំងបានដាំទឹកងូតឲ្យលោកតាទៀតផងហើយគ្រួសារដែលទទួលបានផលប្រយោជន៍តាមនោះក៏បានងូតទឹកក្តៅជាលើកដំបូងចាប់តាំងពីដាច់ភ្លើងមកនេះពិតជាជីវិតដូចជាទេវតាអញ្ចឹងថ្ងៃបន្ទាប់ពួកគេបានជួយលោកតាចាប់ជ្រូកដែលបានរត់ចេញដោយសារដាច់ចរន្តអគ្គិសនីគ្រួសារទាំងមូលបានរួមសាមគ្គីគ្នាលែងមានការខ្វែងគំនិតគ្នាទៀតហើយមិនយូរប៉ុន្មានជ្រូកដែលរត់បាត់ទាំងអស់ត្រូវបានពួកគេចាប់មកវិញទោះបីជាបែកញើសជោគខ្លួននិងហត់រហូតដល់ដង្ហើមសឹងមិនចង់រួចប៉ុន្តែពួកគេបែកជាសើចដោយក្តីរីករាយនេះគឺជាអ្វីដែលពួកគេដែលរស់នៅក្នុងទីក្រុងមិនដែលបានជួបប្រទះនៅភាពសប្បាយរីករាយបែបនេះយ៉ាងណាលោកតាចង់ឲ្យពួកគេស្នាក់នៅទីនេះមិនដែលបាននឹកឃើញដល់លោកតាដែលរស់នៅម្នាក់ឯងនៅសោះសម្រាប់ចិត្តបន្តដំណើរទៅមុខទៀតនៅពេលហៀបនឹងចាក់ចេញលោកតាបានលួចដាក់អាហារជាច្រើនឲ្យពួកគេដោយស្ងាត់អ្នកម្ដាយមានអារម្មណ៍ដឹងគុណយ៉ាងខ្លាំងនេះគឺជាទឹកចិត្តដ៏ល្អដែលនៅក្នុងទីក្រុងមិនបានជួបប្រទះជាយូរមកហើយការចេញដំណើរជាថ្មីបានធ្វើឲ្យគ្រួសារទាំងមូលពោពេញដោយកំណើតមិនយូរប៉ុន្មានពួកគេក៏បានជួបបញ្ហាម្ដងទៀតដោយសារតែផែនទីមិនច្បាស់លាស់គ្រួសារមួយត្រូវបានជាប់គាំងដោយសារទន្លេដ៏ធំការស្វែងរកផ្លូវច្បាស់ណាស់ថាគ្រាន់តែខាតពេលប៉ុណ្ណោះអ្នកណាទៅដឹងថាគាត់ចូលចិត្តអូតូផ្លែចូលចិត្តកិច្ចវេបែរជាស្ងាត់រើសយកឈើងាប់ពីលើដីគាត់មានបំណងធ្វើក្បូនឈើដោយខ្លួនឯងដើម្បីឆ្លងទន្លេច្បាស់ណាស់ថាការលំបាកបានធ្វើឲ្យគាត់រៀនប្រឈមមុខនឹងគ្រួសារទាំងមូលបានរួមកម្លាំងគ្នារហូតធ្វើក្បូនឈើរួចរាល់ប៉ុន្តែនៅពេលដែលពួកគេធ្វើដំណើរទៅដល់កណ្ដាលទន្លេមេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងទឹកចាប់ផ្ដើមហូរខ្លាំងឡើងហើយក្បូនឈើក៏ស្រាប់តែបែកខ្ចាក់ខ្ចាយឪពុកបានអស់កម្លាំងពីខ្លួនទៅហើយមិនទាន់ទាំងបានស្រែកហៅឲ្យគេជួយផងក៏ត្រូវទឹកគួចលិចទៅបាត់កូនប្រុសបានស្រែកហៅមិនឈប់ដេញតាមក្បូនឈើហើយស្វែងរកអស់រយៈពេលតែរកឃើញតែសក់ខ្លាំងៗរបស់ឪពុកប៉ុណ្ណោះសំណាងល្អគាត់គ្រាន់តែត្រូវបានទឹកហូរនាំទៅផ្នែកខាងក្រោមយកគ្រាប់កាំជួយសញ្ញាដែលកូនប្រុសទុកឲ្យចេញមកការសុំជំនួយនេះទើបធ្វើឲ្យមានការចាប់អារម្មណ៍ទោះជាយ៉ាងណាក៏ដោយអ្វីដែលកាន់តែសូម្បីជាឡានភ្លើងល្បឿនលឿនមិនអាចដំណើរការបានគ្រួសារមួយនេះបានជួបនឹងរថភ្លើងចំហាយទឹកទីបំផុតពួកគេបានទៅដល់ជនបទសម្លឹងមើលលោកតាដែលកំពុងស្ទូចត្រីនៅមាត់សមុទ្រគ្រួសារទាំងមូលមានអារម្មណ៍ដូចជានៅក្នុងយុគប៉ុន្មានការដាច់ចរន្តអគ្គិសនីបានកន្លងផុតទៅជាបានសាមនឹងជីវិតនៅលើកោះនេះបាត់ទៅហើយថ្ងៃដែលគ្មានអគ្គិសនីសមាជិកគ្រួសារបានរៀនពីរបៀបរស់នៅដោយខ្លួនឯងដែលគ្មានឧបករណ៍អេឡិចត្រូនិកទំនងរវាងមនុស្សនិងមនុស្សកាន់តែជិតស្និទ្ធជាងមុនប៉ុន្តែនៅពេលនោះឯងអគ្គិសនីដែលបានបាត់បង់ក៏បានត្រឡប់មកវិញនឹកស្មានមិនដល់ថាឧបករណ៍សន្សំបានបន្លឺសំឡេងចម្រៀងយ៉ាងស្អប់ភ្លើងបំភ្លឺផ្លូវក៏ចាប់ផ្ដើមភ្លឺឡើងម្ដងមួយគ្រួសារមួយនេះបានត្រឡប់ទៅកាន់ទីក្រុងដ៏មីងញឹកវិញប៉ុន្តែពួកគេមិនដូចពីមុនទៀតទេទោះបីជាមនុស្សជាតិនៅតែមិនយល់ពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីប៉ុន្តែលោកក៏លែងជិះរថភ្លើងអគ្គិសនីទៀតតែបានទម្លាប់នឹងការជិះកង់ទៅធ្វើការវិញក្រុមគ្រួសារទាំងមូលរស់នៅយ៉ាងមានសុភមង្គលមុខរបស់ក្មេងក៏ពោពេញដោយស្នាមញញឹមផងដែរស្រាប់តែពួកគេបានទទួលសម្បត្តិមួយច្បាប់នៅពេលបើកមើលវាគឺជារូបថតដែលត្រូវបានថតក្នុងអំឡុងពេលតស៊ូរស់រានមានប្រៀបធៀបទៅនឹងទឹកមុខដ៏ជូរចត់របស់មនុស្សគ្រប់គ្នានៅពេលខណៈពេលនេះហើយទើបពួកគេមានអារម្មណ៍ថាពិតជារស់នៅមែនទែន Question of ក្រសោបរាល់គ្រប់បែបផែននៃជីវិត